នៅរុស្ស៊ីថ្ងៃទី20ខែមិថុនាឆ្នាំ2026អាយុដំចៃបូរិនប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណៈបកថ្នាក់កណ្ដាលបានដឹកនាំគណៈប្រតិភូយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកប្រជាជនកម្ពុជាប្រធានយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអគ្គស្នងការកាយរដ្ឋនារីកម្ពុជាជូនអាយុដំបណ្ឌិតយុទ្ធភូថងសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅគេហដ្ឋានស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញនៅក្នុងឱកាសនោះអាយុដំប្រធានគណៈប្រតិភូបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកប្រជាជនកម្ពុជាជាប្រធានយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអគ្គស្នងការកាយរដ្ឋនារីកម្ពុជាព្រមទាំងសម្ដេចអាយុដំថ្នាក់ដឹកនាំគណៈបកគ្រប់ជាន់ថ្នាក់ជូនអាយុដំបណ្ឌិតយុទ្ធភូថងនិងលោកជំទាវព្រមទាំងក្រុមគ្រួសារដែលជានិច្ចការសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតតែងកាត់គូយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលធ្លាប់មានស្នាដៃចំពោះគណៈបកនិងប្រទេសជាតិអាយុដំបណ្ឌិតយុទ្ធភូថងបានមានប្រសាសន៍ថាខ្ញុំបាទព្រមទាំងក្រុមគ្រួសារពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូមសម្ដែងនៅកតញ្ញូតាធម៌គោរពជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតដែលបានចាត់អាយុដំចៃបូរិនជាតំណាងដ៏ខ្ពង់ខ្ពស់អញ្ជើញមកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លាមកផ្ដល់ឲ្យខ្ញុំបាទនិងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់ខ្ញុំបាទនិងក្រុមគ្រួសារពិតជាមានកិត្តិយសនិងក្តីរំភើបឥតឧបមាចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណៈបកថ្នាក់កណ្ដាលក្រោមការដឹកនាំប្រកបដោយភាពប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ពីសម្ដេចតេជោហ៊ុនសែនដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពផ្ដល់ភាពកក់ក្ដៅនិងសេចក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យដែលមានគុណបំណាច់ចំពោះគណៈបកនិងប្រទេសជាតិស្របតាមគោលការណ៍និងប្រពៃណីដ៏ផូរផង់របស់គណៈបកប្រជាជនកម្ពុជាឯកឧត្តមបណ្ឌិតបានបញ្ជាក់ពីការគាំទ្រនិងជំនឿចិត្តយ៉ាងមុតមមចំពោះរាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រកបនិយមនិងការបដិញ្ញាចិត្តយ៉ាងមុតមមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅក្នុងការបន្តការពារនិងថែរក្សានៅសុខសន្តិភាពស្ថិរភាពសង្គមអធិបតេយ្យជាតិបូរណភាពទឹកដីតាមរយៈការប្រើប្រាស់គ្រប់យន្តការច្បាប់អន្តរជាតិការចរចាដោយសន្តិវិធីនិងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិអាយុដំបណ្ឌិតបានគោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតនិងសម្ដេចថ្នាក់ដឹកនាំគណៈបកគ្រប់ជាន់ថ្នាក់នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះសូមទទួលបាននូវឧត្តមពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការនិងសូមមានសុខភាពល្អបរិបូរណ៍ជនមានអាយុយឺនយូរដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតបានរំលឹកអំពីប្រវត្តិការសិក្សាការងារនិងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមបណ្ឌិតធ្លាប់បានចូលរួមបម្រើដល់ផលប្រយោជន៍ជាតិនិងគណៈបកប្រជាជនកម្ពុជាដើម្បីជាបទពិសោធន៍ចែករំលែកជូនដល់យុវជនមានដូចជាកការងារគណៈបកខវគ្គអប់រំនយោបាយគប្រវត្តិការសិក្សាខប្រវត្តិការងារជាងនេះទៅទៀតឯកឧត្តមបណ្ឌិតបានចែករំលែកបទពិសោធន៍និងប្រវត្តិតស៊ូមួយចំនួនដល់យុវជនគណៈបកដូចខាងក្រោម1សម្ដេចអគ្គមហាសេនាបតីតេជោតែងមានប្រសាសន៍ថាកម្លាំងសាមគ្គីជាកម្លាំងស្នូលរបស់គណៈបកប្រជាជនកម្ពុជាហើយសង្ឃឹមយ៉ាងកក់ក្ដៅទៅលើកម្លាំងយុវជនបន្តវេនដែលជាកម្លាំងចលករនៅក្នុងការដឹកនាំនាវាកម្ពុជាដើម្បីឆ្ពោះទៅរកត្រើយវឌ្ឍនភាពនិងភាពរុងរឿងជានិរន្តរ៍2សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានមានប្រសាសន៍ថាគណៈបកប្រជាជនកម្ពុជាមិនដែលទុកមន្ត្រីណាម្នាក់ចោលនោះទេលើកលែងតែមន្ត្រីនោះបោះបង់ចោលគណៈបក3ភាពជាអ្នកដឹកនាំដែលមានភាពជោគជ័យគឺអាស្រ័យទៅលើមន្ត្រីល្អសហការីល្អនិងចេះបែងចែកការងារគ្នាធ្វើព្រោះគ្មានការងារណាមួយដែលជោគជ័យដោយគ្មានការសាមគ្គីគ្នានោះទេ
4. មន្ត្រីគណៈបកត្រូវស្មោះត្រង់នឹងគណៈបកធ្វើការងារបម្រើគណៈបកនិងត្រូវខិតខំធ្វើខ្លួនឲ្យល្អដើម្បីចូលរួមបម្រើគណៈបកនិងប្រទេសជាតិឲ្យមានការរីកចម្រើន 5. សូមគាំទ្រទៅលើសកម្មភាពសួរសុខទុក្ខក្រោមគំនិតព្រួយផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រធានយុវជនគណៈបកប្រជាជនកម្ពុជាថ្នាក់កណ្ដាលដែលបន្តជាប្រពៃណីដ៏ល្អផូរផង់របស់សម្ដេចតេជោដែលសកម្មភាពនេះគឺជាការផ្សារភ្ជាប់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរវាងសមាជិកគណៈបកគ្រប់រូបនិងគ្រប់ជាន់ថ្នាក់ហើយសូមឲ្យបន្តសកម្មភាពប្រពៃណីនេះឲ្យកាន់តែទូលំទូលាយពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានឯកឧត្តមប្រធានប្រតិភូបានកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះស្នាដៃការខិតខំប្រឹងប្រែងរបស់ឯកឧត្តមបណ្ឌិតដែលបានចូលរួមចំណែកបម្រើគណៈបកនិងប្រជាជននាពេលកន្លងមកព្រមទាំងបានប្រគល់នៅអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតជូនឯកឧត្តមបណ្ឌិតយុទ្ធភូថងនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីតាមជួយបីបាច់ថែរក្សាឯកឧត្តមបណ្ឌិតនិងលោកជំទាវព្រមទាំងក្រុមគ្រួសារមានសុខភាពល្អកម្លាំងមាំមួននិងមានជន្មាយុយឺនយូរទទួលបានពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីប្រែក្លាយជាបការៈដតីបាននោះឡើយ